ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃសុក្រ500ខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី9ខែមករាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅប្រធានគណៈបកសង្គ្រោះជាតិស្នើបង្កើតច្បាប់ការពារសិទ្ធិអ្នកស្នាក់នៅផ្ទះជួលកាលពីម្សិលមិញនេះនៅលើទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានផ្សព្វផ្សាយអត្ថបទមួយដែលមានចំណងជើងថាគួរមានច្បាប់ការពារសិទ្ធិរបស់អ្នកស្នាក់នៅផ្ទះជួលនៅក្នុងអត្ថបទនេះលោកសំរងស៊ីបានស្នើឲ្យអ្នកតំណាងរាស្ត្រមកពីគណៈបកសង្គ្រោះជាតិសហការជាមួយអ្នកតំណាងរាស្ត្រមកពីគណៈបកប្រជាជនកម្ពុជាដើម្បីរៀបចំចងក្រងច្បាប់ថ្មីមួយដែលមានបំណងការពារសិទ្ធិរបស់អ្នកស្នាក់នៅផ្ទះជួលជាពិសេសត្រូវទប់ស្កាត់ម្ចាស់ផ្ទះកុំឲ្យដំឡើងថ្លៃជួលផ្ទះឬកែប្រែកិច្ចសន្យាជួលផ្ទះតាមតែអំពើចិត្តនៅក្នុងអត្ថបទនេះលោកសំរងស៊ីបានបញ្ជាក់ថានៅប្រទេសជឿនលឿនទាំងអស់ក្នុងពិភពលោកដូចជាសហរដ្ឋអាមេរិកបារាំងអូស្ត្រាលីគេមានច្បាប់បែបនេះជាទូទៅដើម្បីការពារអ្នកក្រនិងធានាយុត្តិធម៌សង្គមគណៈកម្មការទី7នៃរដ្ឋសភាចុះត្រួតពិនិត្យកម្មវិធីសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងត្រួតពិនិត្យស្ថានភាពវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបងប្អូនជនរួមជាទីមេត្រីកាលពីព្រឹកមិញនេះប្រតិភូគណៈកម្មការអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌និងទេសចរដែលជាគណៈកម្មការទី7នៃរដ្ឋសភាដឹកនាំដោយលោកយ៉ែមពញ្ញរិទ្ធតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិមណ្ឌលព្រៃវែងបានចុះជួបជាមួយថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាព្រមទាំងថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជដើម្បីស្វែងយល់ពីកម្មវិធីសិក្សារបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះនិងដោះស្រាយបញ្ហាដែលគណៈកម្មការទី7នៃរដ្ឋសភាបានទទួលពាក្យបណ្ដឹងពីព្រះសង្ឃខ្មែរនិងសិស្សនិស្សិតនាពេលកន្លងមកបន្ទាប់ពីជំនួបនេះប្រធានគណៈកម្មការទី7នៃរដ្ឋសភាលោកយ៉ែមពញ្ញរិទ្ធនិងរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានធ្វើសន្និសីទកាសែតខ្លីមួយដែលមានខ្លឹមសារយ៉ាងដូចនេះថាសូមជម្រាបថាអាដាមលោកជំទាវដែលជាប្រតិភូគណៈកម្មការទី7នៃរដ្ឋសភាជាតិនៃប្រជាជនកម្ពុជាដែលលោកមានយកពេលវេលាដ៏មានតម្លៃអញ្ជើញចុះមកជំនួបជាមួយនឹងស្ដេចដឹកនាំនៅក្នុងក្រសួងធម្មការសាសនាមានថ្ងៃនេះគឺជាកិច្ចការងារមួយល្អបំផុតពីព្រោះយើងខ្ញុំពីបុគ្គលយើងខ្ញុំផ្ទាល់គិតថាអាយរំលោកជំទាវប្រធានអនុប្រធាននិងសមាជិកការនៃគណៈកម្មការទី7គឺជាកិច្ចចុះដែលមានប្រសិទ្ធភាពល្អបំផុតសម្រាប់ឆ្លុះបញ្ចាំងនៅអ្វីដែលភាពអសរអ្វីខ្លះដែលដល់បានលើកថាវាជួយសម្រាប់ការតែចាត់ទៅបញ្ហាច្រើនជាលទ្ធផលមួយល្អមែនទែនខាងក្រសួងធម្មការមានអង្គរដ្ឋលេខាធិការលោកទទួលគណៈកម្មការទី7នៃរដ្ឋសភាព្រោះយើងចង់ពិនិត្យមើលដំណើរការរបស់កសិករវិទ្យាល័យក្រសួងវិទ្យាពីកម្មវិធីសិក្សាពីលោកគ្រូពីព្រះអង្គគ្រូដែលចូលរួមចំណែកនៅបណ្ដុះបណ្ដាលដល់សាសនានិស្សិតនិងសិស្សយើងការសិក្សាវិទ្យាល័យតែគឺមានដំណើរការនៃការរៀបចំល្អក៏តែយើងនៅធ្វើការដើម្បីជាដំណើរទីបន្តទៀតដើម្បីកម្មវិធីសិក្សាថែមទៀតแล้วបានលើកទីខ្លះទៅទៅពាក់ព័ន្ធជាមួយរឿងប្រសង់ដែលជាលោកគ្រូបន្តមកដែលព្រះអង្គដែលបន្តមានក្របខ័ណ្ឌជាពេញសិទ្ធិត្រឹមតែបានជាប់កិច្ចសន្យាហើយព្រះអង្គត្រូវការរៀនបន្តពីព្រោះព្រះអង្គជាបុគ្គលធំមួយនៅក្នុងវិស័យសាសនាដូច្នេះគួរជំរុញលើកទឹកចិត្តព្រះអង្គឲ្យចូលរួមចំណែកកម្មវិធីអាដាមហេតុអីបានជាលើកបញ្ហាទាក់ទងជាមួយនឹងការសិក្សានៅក្នុងពុទ្ធសាសនាពីព្រោះនៅក្នុងគណៈកម្មការទី7ទទួលបន្ទុកវិស័យអប់រំយុវជនកីឡាហើយធម្មការនិងសាសនាហើយនៅក្នុងធម្មការនិងសាសនាក៏មានផ្នែកមួយដែលយើងហៅឈ្មោះថាពុទ្ធកសិក្សាមានពុទ្ធកបឋមសិក្សាពុទ្ធកមធ្យមសិក្សានិងពុទ្ធកសាកលវិទ្យាល័យដូច្នេះមានបរិញ្ញាបត្រមានកម្មវិធីនោះជារឿងមួយដែលសំខាន់ដែលយើងត្រូវពិនិត្យទៅកន្លែងកំណែទម្រង់អាដាមចង់ឲ្យមានការកំណែទម្រង់យ៉ាងម៉េច
កំណែតម្រង់ទាំងគុណភាពគ្រូទាំងគុណភាពកម្មវិធីសិក្សាហើយចំជំនាញផ្នែកខាងពុទ្ធសាសនាផ្នែកខាងសាសនាហ្នឹងដើម្បីឲ្យមានចូលរួមចំណែកដោះស្រាយបញ្ហាសិលធម៌សង្គមមួយកាន់តែមានប្រសិទ្ធភាពអាដាមយកឃើញយ៉ាងម៉េចដែរចំពោះការសិក្សាខ្ញុំសង្កេតឃើញចាប់ផ្ដើមមានដំណើរការល្អប្រសើរឡើងម្ដងទៅក៏តែយើងព្យាយាមតាមដានកម្មវិធីសិក្សានិងគុណភាពការសិក្សាហើយជាពិសេសដូចខ្ញុំជម្រាបជូនយ៉ាងពីក្របខ័ណ្ឌរបស់លោកគ្រូអ្នកគ្រូរបស់ព្រះអង្គគ្រូដើម្បីឲ្យលោកមានទឹកចិត្តចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្តបណ្ដាលបន្ទាប់ពីបញ្ចប់ការចុះជួបជាមួយថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាព្រមទាំងថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជរួចប្រតិភូគណៈកម្មការទី7នេះបានបន្តដំណើរចុះទៅពិនិត្យស្ថានភាពវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតក្រោយពីទទួលពាក្យបណ្ដឹងពីព្រះសង្ឃនិងប្រជាពលរដ្ឋដែលថាដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនេះត្រូវបានលក់ឲ្យក្រុមហ៊ុន Nagavelបន្ទាប់ពីពិនិត្យមើលចប់សពគ្រប់ហើយអ្នកកាសែតក៏បានសួរនាំប្រធានគណៈកម្មការទី7និងអ្នកនាំពាក្យក្រសួងធម្មការនិងសាសនាស្ដីពីការចុះត្រួតពិនិត្យដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនេះអាដាមក្រោយពីបានជួបពិភាក្សាជាមួយខាងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតហើយបានដើរទស្សនកិច្ចជាមួយនេះអាដាមទទួលបានផលខ្លះការពិតទៅផែនការដែលមកស្ថានពុទ្ធសាសនបណ្ឌិតនេះយើងបានកំណត់ជាមួយអាដាមមិនខិនក្រោយពីការជួបជាមួយអាដាមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាពីថ្ងៃទី9 ដុល្លារ 2014ដោយសារមានការស្នើសុំឲ្យរុះរើរោងដែករបស់ការចរនាហើយនឹងវាជញ្ជាំងខាងដីវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតចេញពេលយើងមកឃើញជាក់ស្ដែងឃើញក្រសួងធម្មការកិច្ចការសាសនាលោកខិតខំកិច្ចការអនុវត្តអ្វីដែលលោកបានមានប្រសាសន៍ពេលជួបជាមួយគណៈការទី7ឃើញរោងបានរុះរើហើយជញ្ជាំងបានហើយដួលជញ្ជាំងនឹងហើយដូច្នេះនៅសល់ជំហានមួយទៀតគឺការរៀបចំវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតនឹងឲ្យមានលក្ខណៈជាបែបពុទ្ធសាសនាជាបណ្ណាល័យជាមូលដ្ឋានគ្រឹះសម្រាប់ផ្សព្វផ្សាយពុទ្ធសាសនាបន្ថែមបន្តទៀតឡប់មកដំវិញកន្លងមកមានការរិះគន់ច្រើនថាលោកជាឋានលោកអីបន្ទាប់ពីមានការពិជ័យពិសាហើយបងទិអីថ្ងៃហ្នឹងខ្ញុំមិនដឹងទេសូមរៀបសារព័ត៌មានសូមអរគុណផងដែរទទួលជាមួយនេះជាក់ស្ដែងដែលយើងបានឃើញនៅទីនេះគឺมันមានការលូកដូរឬក៏ជួលយ៉ាងម៉េចទេបានទៅដល់មានការលើកឡើងពីបញ្ហាគ្រប់ពិសិដ្ឋនៃការលើកឡើងបានគ្រប់អ្វីដែលអាដាមទទួលបានពីចំនួនថ្ងៃហ្នឹងបាទអ្វីដែលបានចំនួនថ្ងៃនេះគឺអាដាមរួមបញ្ជាក់បន្ថែមមិញហើយថាគឺកាន់តែបំភ្លឺហើយនឹងរឹងមាំហើយល្អប្រសើរទៅលើអ្វីដែលក្រសួងធម្មការសាសនាបានបង្ហាញនៅក្នុងរដ្ឋាភិបាលកន្លងមកសាលាឧទ្ធរបដិសេធសំណើសុំនៅក្រៅឃុំរបស់អតីតសង្ឃវត្តស្ទឹងមានជ័យ3អង្គកាលពីព្រឹកមិញនេះដែរសាលាឧទ្ធរសម្រាប់បដិសេធសំណើសុំនៅក្រៅឃុំរបស់អតីតសង្ឃវត្តស្ទឹងមានជ័យ3អង្គគឺព្រះតេជគុណសឿនហៃព្រះតេជគុណខិតវណ្ណៈនិងព្រះតេជគុណថាច់សាងទោះបីជាសកម្មជនដេកធ្លីព្រះសង្ឃនិងមន្ត្រីអង្គការដែលតាមដានបញ្ហាសិទ្ធិមនុស្សប្រមាណ100នាក់បានលើកបដានិងស្រែកតវ៉ានៅមុខសាលាឧទ្ធរទាមទារឲ្យតុលាការសម្រេចដោះលែងអតីតព្រះសង្ឃទាំង3អង្គនោះឲ្យបាននៅក្រៅឃុំបណ្ដោះអាសន្នថ្ងៃនេះជារឿងអកុសលណាស់ជាយកពុទ្ធបរិស័ទព្រះអង្គពីរអង្គដែលត្រូវប្រកាសថាក្រុមថ្ងៃនេះឥឡូវបានប្រកាសជាស្ថាពរហើយដំណើរការអកតេទាំងអស់នេះបានសម្រេចបន្តឃុំខ្លួនព្រះអង្គពីរអង្គបន្តទៅមុខទៀតគឺគេមិនដោះលែងនៅក្រៅឃុំទេហើយឥឡូវនេះនីតិវិធីកំពុងតែបន្តជំនុំជម្រះប្រកាសណាមួយអង្គទៀតគឺព្រះអង្គសឿនហើយដែលឡែកព្រះអង្គពីរអង្គត្រូវបានក្រុមកងកម្លាំងបញ្ជូនទៅមួយវិញហើយខ្ញុំណាទៅព្រៃសរវិញហើយដល់ឡែកនៅតែព្រះអង្គទេគឺព្រះអង្គសឿនហើយកំពុងតែជំនុំជម្រះនេះគឺជារឿងអយុត្តិធម៌សម្រាប់ប្រសើរខ្មែរណាអយុត្តិធម៌អត់បងប្អូន
ការសាលាអតោថ្ងៃនេះគឺមានការជំនុំជម្រះនៅក្បែរក្រសួងធម្មការនិងសាសនាតើអស់លោកក្រសួងធម្មការនិងសាសនាលោកមានដៃអាយពេលពីបញ្ហាប្រសងនៃគេចាប់ផ្សឹកនេះទេរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាលោកមិនខិនមានបានចេញសេចក្តីថ្លែងការណ៍ណាមួយថ្កោលទោសសម្រាប់តុលាការខ្មែរទេគឺអត់ទេអញ្ចឹងយើងឃើញថាមានតែប្រសងក៏ដូចជាពុទ្ធបរិស័ទទាំងអស់ហើយដែលជាអ្នកទៀមទារូបចិត្តធម៌ជួយប្រសងខ្មែរដល់លេប្រសងខ្មែរចេញមកវិញមកសូមរំលឹកថាប្រដាជគុណខិតវណ្ណៈនិងប្រដាជគុណថៃសាងត្រូវបានអាជ្ញាធរចាប់ផ្សឹកកាលពីថ្ងៃទី12ខែវិច្ឆិកានិងនាំទៅឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលកែប្រែទី1ឬគុកព្រៃសរក្រោមបទចោទថាបានចូលរួមក្នុងសមាគមទុច្ចរិតតាមមាត្រា499នៃក្រមព្រហ្មទណ្ឌចំណែកប្រដាជគុណសឿនហៃត្រូវអាជ្ញាធរចាប់ផ្សឹកកាលពីថ្ងៃទី11វិច្ឆិកាដោយតុលាការបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល1ឆ្នាំនៃស្ថានទម្ងន់ទោសប្រឆាំងនឹងមន្ត្រីរាជការសាធារណៈតាមមាត្រា504នៃក្រមព្រហ្មទណ្ឌនិងប្រើប្រាស់ឆាយាឬអត្តសញ្ញាណសម្គាល់របស់ព្រះសង្ឃคล้ายៗ2នៅកម្ពុជាបញ្ចុះតម្លៃប្រេងសាំង200រៀលបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាយ៉ាងតិចក្រុមហ៊ុនប្រេងសាំងចំនួន2នៅកម្ពុជាចាប់ផ្ដើមបញ្ចុះតម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូត200រៀលបន្ថែមទៀតគឺមកត្រឹមតម្លៃប្រហែល4200រៀលចាប់ពីថ្ងៃសុក្រនេះខណៈតម្លៃប្រេងសាំងនៅលើពិភពលោកកំពុងធ្លាក់ចុះក្រោម$50ក្នុង1បារ៉ែលឬធុងចំណុះ159លីត្រគេហទំព័ររដូវនេះបានបង្ហាញឲ្យដឹងទៀតថាតាមតារាងតម្លៃប្រេងសាំងរបស់ក្រុមហ៊ុនកាល់តិចនិងការអះអាងរបស់បុគ្គលិកឲ្យដឹងថាតម្លៃប្រេងសាំងធម្មតាបានចុះមកត្រឹម4250រៀលគឺចុះពី4450រៀលចាប់ពីថ្ងៃសុក្រនេះចំណែកក្រុមហ៊ុនស៊ូគីមិចក៏បានបញ្ចុះតម្លៃប្រេងសាំងធម្មតាមកត្រឹម4200រៀលដែលបុគ្គលិកចាក់សាំងអះអាងថាចុះពី4400រៀលចាប់ពីថ្ងៃសុក្រនេះចំណែកក្រុមហ៊ុនតូតាល់វិញនៅតែរក្សាតម្លៃប្រេងសាំង4400រៀលនៅថ្ងៃសុក្រនេះកាលពីខែវិច្ឆិកាឆ្នាំ2014តម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះចន្លោះពី250រៀលទៅដល់600រៀលក្នុង1លីត្រប្រធានគណៈបកសង្គ្រោះជាតិលោកសំរាំងសៀសរសេរនៅលើ Facebook របស់លោកថាអត្រាពន្ធលើប្រេងសាំងគឺប្រមាណ1000រៀលក្នុង1លីត្រហើយបើកម្ពុជាបញ្ចុះពន្ធនេះមកត្រឹមតែ500រៀលក្នុង1លីត្រនិងបញ្ចុះតម្លៃប្រេងសាំងឲ្យស្របទៅនឹងតម្លៃនាំចូលពីបរទេសដែលបានចុះថ្លៃយ៉ាងគំហុកពេលនោះតម្លៃប្រេងសាំងលក់រាយនៅប្រទេសកម្ពុជានឹងមិនលើសពី3500រៀលក្នុង1លីត្រទីផ្សារប្រេងសាំងពិភពលោកបានចុះថ្លៃចាប់តាំងពីខែតុលាឆ្នាំ2014ប៉ុន្តែមូលហេតុដែលនាំឲ្យប្រេងសាំងចុះថ្លៃយ៉ាងគំហុកនេះត្រូវបានក្រុមហ៊ុនប្រេងសាំងមួយចំនួននៅលើពិភពលោកទទួលស្គាល់ថាមកពីការប្រែប្រួលនយោបាយសេដ្ឋកិច្ចរបស់អាមេរិកហើយជាពិសេសគឺអាមេរិកចាប់ផ្ដើមបញ្ចេញប្រេងឆៅដែលបានស្តុកទុកតាំងពីឆ្នាំ2009ហើយម្យ៉ាងទៀតអាមេរិកចាប់ផ្ដើមផលិតប្រេងរបស់ខ្លួនដែលទើបរករកឃើញថ្មីនេះលោកសំរាស៊ីឲ្យដឹងថាប្រេងកាតឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះដោយសារមូលហេតុ3យ៉ាងគឺទី1កំណើនសេដ្ឋកិច្ចក្នុងពិភពលោកចុះល្បឿនជាពិសេសនៅប្រទេសចិនទី2គេបានរកឃើញប្រភពថ្មីដើម្បីទាញយកប្រេងកាតពីជាតិថ្មនិងខ្សាច់នៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដានិងទី3សង្គ្រាមសេដ្ឋកិច្ចដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសដែលប្រឆាំងនយោបាយសហរដ្ឋអាមេរិកមានដូចជាប្រទេសរុស្ស៊ីប្រទេសអ៊ីរ៉ង់និងប្រទេសវេណេស៊ុយអេឡាសូមបញ្ជាក់ថាគេហទំព័រ globalpetrolprice.com បង្ហាញថាតម្លៃប្រេងសាំងនៅប្រទេសវៀតណាមមានតម្លៃ$0.99 ឡាវ$1.29 ថៃ$1.27
ហ្វីលីពីន $1.05 និងសហរដ្ឋអាមេរិក $0.82 ក្នុង1លីត្រក្រុមនិស្សិតពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីនៅព្រឹកនេះលោកអ្នកនាងជាទីមេត្រីបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាក្រុមនិស្សិតពេទ្យជាង30នាក់នៅព្រឹកថ្ងៃសុក្រនេះប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីទៀតដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីក្នុងការបញ្ចុះតម្លៃពាក្យប្រឡងនិងពន្យាអាយុក្នុងការប្រឡងក្របខ័ណ្ឌបន្ទាប់ពីការចរចាកាលពីរសៀលម្សិលមិញមិនបានលទ្ធផលគេហទំព័ររ៉ាដាយនេះបានបញ្ជាក់ឲ្យដឹងតាមរយៈនិស្សិតពេទ្យផ្នែកវិទ្យាសាស្ត្រម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់នៅព្រឹកនេះថាពួកលោកប្រហែលជា30នាក់ធ្វើការប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីដែលពេលនេះមាននិស្សិតមកចូលរួមប្រហែលជា30នាក់ហើយលោកឲ្យដឹងទៀតថាមាននិស្សិតប្រហែលជា40នាក់ផ្សេងទៀតមិនអាចចេញពីអគារមកចូលរួមតវ៉ាបានព្រោះសន្តិសុខរបស់សាលាបានចាក់សោទ្វារអគារជាហេតុធ្វើឲ្យពួកគេចេញមកក្រៅមិនបានសូមរំលឹកថាកាលពីរសៀលថ្ងៃម្សិលមិញក្រុមនិស្សិតបានធ្វើការតវ៉ារួចម្ដងហើយដើម្បីស្វែងរកអន្តរាគមន៍លើបញ្ហាចំនួន2គឺទី1សូមឲ្យមានការបញ្ចុះតម្លៃពាក្យសុំប្រឡងពី$125ទៅ$75និងទី2សូមឲ្យមានការពន្យាអាយុប្រឡងក្របខ័ណ្ឌសម្រាប់វិជ្ជបណ្ឌិតទូទៅនិងវិជ្ជបណ្ឌិតឯកទេសដល់អាយុ35ឆ្នាំតោះមកមុនតោះអ្នកមួយហ្នឹងហើយការពីសំខាន់ទី1គឺបញ្ចុះតម្លៃឬក៏អាចប្រព្រឹត្តទៅបានដោយមិនបាច់យកថ្លៃដាក់ពាក្យណាទី2គឺការកំណត់អាយុឲ្យបានវែងសម្រាប់វិជ្ជបណ្ឌិតទូទៅក្នុងការដាក់ពាក្យធ្វើមន្ត្រីផ្នែកសុខាភិបាលកាលពីមុនគេកំណត់អាយុ30ឆ្នាំឥឡូវយើងចង់ឲ្យពជាលើហ្នឹងទៀតព្រោះផ្នែកវិទ្យាសាស្ត្ររៀនយូរណាហើយជំនាញហ្នឹងគេរៀនយូរដែរអញ្ចឹងចប់មកវិញព្រោះអាយុបាត់ហើយណាមានន័យថាកើតណាសមាជិកសភាគណៈបកសង្គ្រោះជាតិសូមឲ្យរដ្ឋមន្ត្រីជួយការពារអ្នកភូមិដែលមានវិវាទដីធ្លីក្នុងខេត្តកោះកុងតាមការចុះផ្សាយរបស់គេហទំព័រ Cambodia Daily បានឲ្យដឹងថាកាលពីម្សិលមិញលោកអេងឆៃអៀងសមាជិកសភាគណៈបកសង្គ្រោះជាតិបានសរសេរលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យរូបលោកធានាថាសន្តិសុខក្រុមហ៊ុនចិនដែលសាងសង់តំបន់ទេសចរដែលចំណាយទឹកប្រាក់$3.8 លាននៅក្នុងខេត្តកោះកុងមិនបណ្ដេញអ្នកភូមិប្រហែល30គ្រួសារចេញពីផ្ទះសម្បែងរបស់ពួកគាត់នៅក្នុងតំបន់នោះក្រុមហ៊ុន Union Development Group របស់ចិនបានបណ្ដេញអ្នកភូមិប្រហែល1000គ្រួសាររួចមកហើយចាប់តាំងពីក្រុមហ៊ុននេះបានចាប់ផ្ដើមធ្វើការសាងសង់កាលពីឆ្នាំ2010នៅពេលក្រុមហ៊ុននេះបានចាប់ផ្ដើមចាក់ដីលើផ្លូវធំឆ្ពោះទៅកាន់ភូមិរបស់ក្រុមអ្នកភូមិកាលពីចុងខែមុនជាការព្យាយាមច្បាស់ក្រឡែតដើម្បីបង្ខំឲ្យពួកគាត់ចាក់ចេញមកក្រុមអ្នកភូមិបានដាក់របាំងបិទផ្លូវសាធារណៈនៅក្បែរនោះដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលរារាំងក្រុមហ៊ុននេះក្រុមអ្នកភូមិបានប៉ះទង្គិចគ្នារយៈពេលខ្លីជាមួយសន្តិសុខក្រុមហ៊ុន UDG កាលពីថ្ងៃពុធដោយក្រុមអ្នកភូមិបានគប់គ្រាប់បែកសាំងដាក់រថយន្តរបស់ក្រុមហ៊ុននេះហើយសន្តិសុខទាំងនោះបានគប់ដុំថ្មគេហទំព័ររ៉ាដាយនេះបានលើកឡើងឲ្យដឹងទៀតថាកាលពីរសៀលម្សិលមិញលោកអេងឆៃអៀងដែលជាប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាបានមានប្រសាសន៍ថាលោកនឹងផ្ញើលិខិតទៅលោកសៃសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរុស្ស៊ីនោះដោយជំរុញឲ្យរូបលោកការពារក្រុមអ្នកភូមិលោកបានមានប្រសាសន៍ថាល្ងាចនេះលោកនឹងផ្ញើលិខិតទៅប្រធានរដ្ឋសភាហើយលិខិតនេះនឹងត្រូវបញ្ជូនបន្តទៅលោករដ្ឋមន្ត្រីសៃសំអាលនៅសប្តាហ៍ក្រោយទី1លិខិតនេះនឹងសូមឲ្យលោកសៃសំអាលពិនិត្យមើលសកម្មភាពរបស់ក្រុមហ៊ុននេះក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធីហើយទី2រារាំងក្រុមហ៊ុនកុំឲ្យប្រើកម្លាំងសន្តិសុខគៀបសង្កត់និងបណ្ដេញក្រុមអ្នកភូមិចេញកាលពីថ្ងៃពុធលោកសៃសំអាលបានមានប្រសាសន៍ថាលោកនឹងបញ្ជូនគណៈប្រតិភូទៅខេត្តកោះកុងដើម្បីស៊ើបអង្កេតវិវាទនេះប៉ុន្តែលោកមិនបាននិយាយថាតែក្រុមនេះនឹងធ្វើដំណើរទៅនៅពេលណានោះឡើយលោកសៅសុភាប្រធានខុទ្ទកាល័យរបស់លោកបានមានប្រសាសន៍ថាលោកមិនទាន់មានការកំណត់កាលបរិច្ឆេទធ្វើដំណើរសម្រាប់ក្រុមនេះនៅឡើយទេលោកបានមានប្រសាសន៍ថាលោករដ្ឋមន្ត្រីមិនទាន់បានសម្រេចនៅឡើយទេពីព្រោះយើងរងចាំសាកសួរអ្នកជំនាញរបស់ក្រសួងថាតើក្រុមហ៊ុននេះបានយកដីទៅចាក់បិទផ្លូវដោយចេតនាមែនឬយ៉ាងណាលោកសុភាបានមានប្រសាសន៍ថាប្រសិនបើក្រសួងរកឃើញថាក្រុមហ៊ុន UDG ពិតជាបានធ្វើដូច្នេះមែនរដ្ឋាភិបាលនឹងចាត់វិធានការភ្លាមប៉ុន្តែលោកបានបដិសេធមិននិយាយលម្អិតឡើយ
មេដឹកនាំផ្ដាច់ការម្នាក់នៅអាស៊ីខាងត្បូងត្រូវបានប្រជាជនរបស់ខ្លួនទម្លាក់ពីអំណាចបានហើយបើយោងតាមបទវិភាគនៃគេហទំព័រ VOD បានចុះផ្សាយថានៅទីបំផុតប្រជាជនស្រីលង្កាបានទម្លាក់ជនផ្ដាច់ការរបស់ខ្លួនបានដោយជោគជ័យតាមរយៈការបោះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃប្រហ័សបើទោះជាបុរសខ្លាំងរូបនេះព្យាយាមកាន់អំណាចអាណត្តិទី3របស់លោកដែលខុសនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសក៏ដោយបទវិភាគនៃគេហទំព័ររដាយនេះបានបង្ហាញឲ្យដឹងតាមរយៈលទ្ធផលជាបណ្ដោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះបានបង្ហាញថាបេក្ខជនមកពីគណៈបកប្រឆាំងលោកម៉ៃត្រីប៉ាឡាសេរីសេណាកំពុងនាំមុខលោករ៉ាយ៉ាបាសេករវាង 51% ទៅនឹង 47% ក្នុងចំណោមសន្លឹកឆ្នោតដែលអ្នកចេញទៅបោះឆ្នោតមានចំនួន 7.15 លាននាក់បុរសខ្លាំងលោកម៉ាហ៊ីនដារ៉ាយ៉ាបាសេកបើទោះជាមិនបានថ្លែងសារទភាពថាខ្លួនពិតជាចាញ់ឆ្នោតបេក្ខជនមកពីគណៈបកប្រឆាំងរួបរวมគឺលោកម៉ៃត្រីប៉ាឡាសេរីសេណាក្តីតែលោកបានឲ្យជំនួយការផ្ទាល់របស់លោកម្នាក់ចេញតាមកញ្ចក់ទូរទស្សន៍ដោយថ្លែងទទួលស្គាល់ជ័យជំនះរបស់លោកមេដឹកនាំបកប្រឆាំងម៉ៃត្រីប៉ាឡាសេរីសេណាជំនួយការរូបនេះបញ្ជាក់ថាលោករ៉ាយ៉ាប៉ាសេកសន្យាផ្ទេរអំណាចឲ្យអ្នកឈ្នះឆ្នោតដោយសន្តិវិធីការបោះឆ្នោតនៅថ្ងៃម្សិលមិញប្រជាជនស្រីលង្កាបានចេញទៅបោះឆ្នោតគ្រប់ការិយាល័យបោះឆ្នោតទាំងអស់បើទោះជាតំបន់ខ្លះរឹតបន្តឹងដោយកងសន្តិសុខយ៉ាងណាក៏ដោយនៅតំបន់សហគមន៍ខ្លាតាម៉ិលអតីតតំបន់សង្គ្រាមប្រជាជនដែលគាំទ្រគណៈបកប្រឆាំងបានចេញទៅកាន់ការិយាល័យបោះឆ្នោតទោះជាពួកគេស្ថិតក្នុងការគំរាមកំហែងពីសំណាក់កងទ័ពរដ្ឋាភិបាលក៏ដោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីលង្កាត្រូវបានអ្នកវិភាគមើលឃើញថាជាដំណាក់កាលចុងក្រោយបំផុតនៃការព្យាយាមកាន់អំណាចឡើងវិញរបស់លោកម៉ាហ៊ីនដារ៉ាយ៉ាប៉ាសេកជាមួយនឹងការធ្លាក់ចុះប្រជាប្រិយភាពរបស់លោកជាខ្លាំងក្នុងរយៈពេលចុងក្រោយនេះដោយសារតែការកើតមានអំពើពុករលួយបកពួកនិយមនិងបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋប្រធានាធិបតីអាយុ69ឆ្នាំរូបនេះជាអ្នកបញ្ចប់សង្គ្រាមជាមួយសហគមន៍ខ្លាតាម៉ិលនៅឆ្នាំ2009ជាមួយនឹងការបាត់បង់ជីវិតមនុស្សជិត4សែននាក់ប៉ុន្តែលោករ៉ាយ៉ាប៉ាសេកគឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេតបរបស់លោកជាច្រើនដែលរងការចោទថាជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមយោងតាមអង្គការយុទ្ធនាការដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវចំនួនអ្នកចេញទៅបោះឆ្នោតមានការកើនឡើងគឺមាន 70% ហើយភាគច្រើនពួកគេបោះឆ្នោតឲ្យបេក្ខជនមកពីគណៈបកប្រឆាំងរួបរวมគឺលោកម៉ៃត្រីប៉ាឡាសេរីសេណាការបោះឆ្នោតនៅថ្ងៃម្សិលមិញមនុស្ស175នាក់ត្រូវបានចាប់ខ្លួននិងមានការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងនៅតំបន់សហគមន៍ខ្លាតាម៉ិលអ្នកសង្កេតការព្រមានថាប្រទេសកាន់ព្រះពុទ្ធសាសនានេះអាចធ្លាក់ចូលរលកហិង្សាម្ដងទៀតបើអ្នកគាំទ្រលោកប៉ាសេកមិនព្រមទទួលយកការចាញ់ឆ្នោតរបស់លោករ៉ាយ៉ាប៉ាសេករដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry បានចេញសេចក្តីថ្លែងការណ៍របស់លោកភ្លាមកាលពីថ្ងៃម្សិលមិញដែលអំពាវនាវឲ្យប្រទេសស្រីលង្កាបើកសិទ្ធិសេរីភាពដល់ក្រុមប្រឆាំងឲ្យបានទូលំទូលាយហើយមន្ត្រីចលនាកងទ័ពនៅតំបន់ដែលក្រុមប្រឆាំងមានព្រៀបនោះទេលោក John Kerry សង្ឃឹមថាការបោះឆ្នោតប្រធានាធិបតីនៅប្រទេសស្រីលង្កានឹងនាំមកនូវការឯកភាពជាតិដ៏ទូលំទូលាយមួយអ្នកគាំទ្រលោកម៉ៃត្រីប៉ាឡាសេរីសេណានាំគ្នារាំច្រៀងពាសពេញប្រទេសដោយសង្ឃឹមថាជ័យជំនះរបស់ពួកគេក្នុងការបោះឆ្នោតទម្លាក់បុរសខ្លាំងលោករ៉ាយ៉ាប៉ាសេកនឹងនាំមកនូវការគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យនិងតុលាការឯករាជ្យខណៈក្រុមគាំទ្រលោករ៉ាយ៉ាប៉ាសេកសម្ដែងការសោកសៅនិងសម្រក់ទឹកភ្នែកអ្វីដែលធ្វើឲ្យលោករ៉ាយ៉ាប៉ាសេកមានកំហុសហើយចាញ់ឆ្នោតមានតែមួយគត់គឺដោយសារតែលោកមិនអាចផ្ដល់យុត្តិធម៌ដល់ជនក្រីក្រជនរងគ្រោះដោយសារតែសង្គមអយុត្តិធម៌និងការដឹកនាំរបស់លោក10ឆ្នាំមកនេះបានបង្កឲ្យមានអំពើពុករលួយរីករាលដាលពេញស្ថាប័នរដ្ឋនិងឯកជនលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរ៉ូស្ម៉ារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា